សួស្តីបងប្អូនទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានលំហាត់ស៊ីគ្វីចរន្តឆ្លាស់មួយមកចែករំលែកបាទលំហាត់នេះស្រួលប៉ុន្តែវាងាយនឹងច្រឡំបាទហេតុអីក៏លោកគ្រូនិយាយថាស្រួលងាយនឹងច្រឡំឥឡូវយើងទៅមើលដំណោះស្រាយជាមួយលោកគ្រូទាំងអស់គ្នាណាបាទអញ្ចឹងគេថាស៊ីគ្វីចរន្តឆ្លាស់មួយដូចបង្ហាញនៅក្នុងរូបហ្នឹងណាដូចបង្ហាញនៅក្នុងរូបហ្នឹងគេដឹងថាស៊ីគ្វីនេះគឺមានពុលសូស្យូមដែលយើងតាំងវាដោយអក្សរអូមេហ្គាបាទស្មើនឹង100បាទរ៉ាតយ៉ង់ក្នុង1វិនាទីអញ្ចឹងសំណួរកគេឲ្យយើងគណនាអំពីដងនៃស៊ីគ្វីហើយសំណួរខគណនាអង្គតង់សន្តិចរន្តប្រសិទ្ធដែលឆ្លងកាត់ស៊ីគ្វីហ្នឹងបាទអញ្ចឹងដូចលោកគ្រូបានជម្រាបអញ្ចឹងលំហាត់វាស្រួលទេតែវាងាយនឹងច្រឡំមិនបងប្អូនបាទបើសិនជាបងប្អូនមើលមួយផ្លែទៅណាយើងច្រឡំថាស៊ីគ្វីហ្នឹងគឺ ALC តជាខ្នែកណាបាទវាហានិភ័យអាហ្នឹងបាទយើងគិតថាអូស៊ីគ្វីនេះតជាខ្នែកគាត់ទៅប្រើប្រមុនគណនាអំពីដងតាមលក្ខណៈតជាខ្នែកខុសបាត់ណែឃើញអត់ប៉ុន្តែបើសិនជាបងអូនមើលឲ្យជាក់ណាយើងឃើញថាអានេះវាជា resistance ទេបាទអានេះក៏ជា resistance ដែរអញ្ចឹងយើងឃើញថា resistance ទាំងពីរគ្រាប់នឹងវាតជាអីនឹងគ្នាវាតជាខ្នែងនឹងគ្នាឥឡូវបើសិនជាបងអូនរកអា resistance នឹងតជាខ្នែងមកយើងនឹងចេញស៊ីគ្វីថ្មីមួយទៀតបាទយើងនឹងចេញស៊ីគ្វីថ្មីមួយទៀតឥឡូវឧបមាថាកន្លែងនេះគឺនៅតែជាចនិតាចរន្តឆ្លាស់ដដែលបាទខ្ញុំអត់យកវេទនាទេបាទអញ្ចឹងកន្លែងនេះគឺនៅតែអំពីដងដដែលបាទនេះអំពីដងយើងដដែលបាទខ្ញុំអត់យកវេទនាទេបាទនៅតែអំពីដងដដែលបាទកន្លែងនេះគឺនៅតែខ្សែចម្លងដដែលប៉ុន្តែកន្លែងដែលមានបាទស៊ីគ្វីបាទកន្លែងដែលមាន resistance ពីគ្រាប់តជាខ្នែងនេះខ្ញុំចំនួនដោយ resistance មួយគ្រាប់ថ្មីមួយទៀតបាទអូខេណាគឺនេះអូខេបាទអញ្ចឹងយើងឃើញថាស៊ីគ្វីនេះជាស៊ីគ្វីអីវិញហើយស៊ីគ្វីអីវិញបាទស៊ីគ្វី LR តជាអីនឹងគ្នាបាទតជាសេរីនឹងគ្នាបាទអញ្ចឹងហើយទើបលោកគ្រូនិយាយថាស៊ីគ្វីនឹងវាស្រួលទេប៉ុន្តែវាមានហានិភ័យនៃការច្រឡំណាដោយសារតែគាត់អត់បានវិភាគឲ្យគ្រប់ជ្រុងណាបានវិភាគឲ្យគ្រប់ជ្រុងបាទអញ្ចឹងលោកគ្រូសូមរុញអានេះមកខាងនេះសិនមកព្រោះវាអត់ពាក់ព័ន្ធអូខេតោះអញ្ចឹងជំហានដំបូងនៃការដោះស្រាយអំពីដងដោយសារតែខ្ញុំបានបង្ហាញហើយថាស៊ីគ្វីនេះគឺជាស៊ីគ្វីដែលមាន R និង L តជាសេរីត្រូវអត់នេះអូនមើលនៅលើរូបនេះឃើញទេ R និង L តជាសេរីមែនអត់បាទបើ R និង L តជាសេរីតើយើងរកអំពីដងវាតាមណាអូខេឥឡូវដើម្បីឲ្យកាន់ទៅច្បាស់ហ្មងលោកគ្រូសុំរក resistance គូបឡើងនេះសិនខ្ញុំដាក់ថាបាទ resistance R ហ្នឹងវាតជាខ្នែងនឹងគ្នាណាឥឡូវលោកគ្រូតាំងកន្លែងនេះ R1 កន្លែងនេះ R2 ចុះបាទអញ្ចឹងខ្ញុំដាក់ថាមើលអត់តាន់ព្រោះយើងមើលអត់តាន់កន្លែងវាមើលមិនតាន់ថាខ្ញុំចេះលេងសៀកបាទអញ្ចឹងខ្ញុំដាក់ថាបាទ resistance បាទ resi ណោះ sorry បាទ resistance R1 បាទនឹង R2 តជាខ្នែងណាតជាខ្នែងនឹងគ្នាបាទខ្នែងនឹងបាទនឹងគ្នាបាទបើសិនជាវាតជាខ្នែងយើងដឹងហើយកាលណាវាតជាខ្នែង resistance សមមូលរបស់វាមិន1លើ R បាទ1លើ REQ ស្មើនឹង1នៅលើ R1 បូក1នៅលើ R អី R2 ឥឡូវលោកគ្រូទាញរក resistance សមមូលរបស់វាបាទនោះយើងមិនដែរបាទនោះវា REQ របស់វាខ្ញុំសុំកាត់តិចព្រោះខ្ញុំដឹងថាពួកយើងចេះហើយអញ្ចឹងបាទខ្ញុំដាក់ថាវាទៅជា R1 គុណជាមួយនឹង R2 នៅលើ R1 បូក R2 បាទសំណួរសួរថាហេតុអីក៏អញ្ចឹង
បាទវាអាចមានសិស្សខ្លះគាត់អត់ទាន់ច្បាស់ណាខ្ញុំអាចទៅសេអញ្ចឹងមួយនៅលើ AEQ វាស្មើចេះវាស្មើទៅនឹងខ្ញុំគុណខ្វែងវាកន្លែងនេះវាមានអីគេអូនកន្លែងនេះវាមាន R1 តែវាខ្វះ R2 ចេញខ្ញុំគុណថែម R2 ខ្ញុំចែកជាមួយនឹង R2 វិញ R1 ខ្ញុំទុកនៅដដែលបាទបូកនៅដដែលកន្លែងនេះវាមានអីគេកន្លែងនេះវាមាន R2 តែវាខ្វះ R1 ខ្ញុំគុណថែមមកលើនឹង R1 ខ្ញុំចែកជាមួយនឹង R1 វិញហើយ R2 ខ្ញុំទុកនៅដដែលបាទអញ្ចឹងយើងឃើញថាប្រភេទហ្នឹងវាមានភាគបែងយ៉ាងមិនដែរភាគបែងវាដូចគ្នាហើយមិនអញ្ចឹងហ៎អញ្ចឹងយើងដាក់បូកភាគយកនិងភាគយកមកអញ្ចឹងខ្ញុំអាចទៅសេបាន1នៅលើ AEQ ស្មើជាមួយនឹងអីពួកយើងបាទ AEQ เนาะបាទស្មើជាមួយនឹង R2 បូកជាមួយនឹង R1 បាទចែកជាមួយនឹង R1 R2 លោកគ្រូធ្វើការត្រឡប់មកវិញមកខ្ញុំចង់បានណា AEQ មិនអញ្ចឹងមែនទេបើអញ្ចឹងខ្ញុំត្រឡប់មកវិញទៅវាចេញតម្រងបែបនេះណាវាចេញតម្រងបែបហ្នឹងអូខេអញ្ចឹងអានេះខ្ញុំខ្លាចគេលើមានសិស្សខ្លះដែលគាត់គិតអត់ដល់ចំណុចហ្នឹងអញ្ចឹងខ្ញុំធ្វើការសម្រាយបង្ហាញគាត់ណាដើម្បីឲ្យពួកគាត់ច្បាស់ទាំងអស់គ្នាតែម្ដងបាទអូខេចាំតិចណាគ្នាយើងបាទអូខេឥឡូវនេះលោកគ្រូសុំថែមបន្តិចមកដើម្បីឲ្យវាមាន support ភាពបាទតាមអូខេតោះអញ្ចឹងអូនដឹងហើយ R1 យើង120 R2 យើងក៏120ដែរបំរាប់វាមាននៅលើនេះហើយនេះបាទ120ហ្នឹងខ្ញុំជំនួសចូលយកតែម្ដងទៅបាទអញ្ចឹងយើងអាចតាសេបាន120គុណជាមួយនឹង120ហើយចែកជាមួយនឹង120បូកទៅនឹង120បាទអញ្ចឹងបើអូនយក120គុណនឹង120ចែកជាមួយនឹង120បូក120ហ្នឹងយើងនឹងទទួលបានប្រហែលដែរ60បាទ60អូមណាទូទាត់ឡើងហ្នឹងមកឃើញ resistance A សមមួយវាគឺ60អូមហ្នឹងបាទ AEQ វិញគឺ60អូមបាទអញ្ចឹងតើបងប្អូនទាំងអស់គ្នាតន់ដែរឬទេកន្លែងហ្នឹងបាទអញ្ចឹងលោកគ្រូគូ CQ ថ្មីមួយទៀតនេះ CQ ថ្មីដែលយើងគូបានណាអញ្ចឹងនេះ CQ ថ្មីឥឡូវឧបមាថានេះគឺជា CQ ថ្មីដែលយើងគូបានណាអូយលោកគ្រូគូមុននឹងមិញហ៎ខ្ញុំគូមុននឹងមិញបាទអូខេអញ្ចឹងគ្រាន់តែកែតម្រូវវាឲ្យស្អាតតិចមកអូខេអញ្ចឹងគូកែតម្រូវវាឲ្យស្អាតបន្តិចសិនណាអូខេបាទអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់ពណ៌ក្រហមទៅអត់ត្រូវទេបាទអំពីដងណាអូខេអំពីដង L ជាមួយនឹង resistance R ចឹងមកអូខេ R នេះ REQ ណាបញ្ជាក់គឺ REQ បាទ resistance សមមូលកើតចេញពីការតជាផ្នែករវាង R1 ជាមួយនឹង R2 បាទអូខេអញ្ចឹងអូនឃើញយើងឃើញថាបើ ALC វាតជាផ្នែកតជាស៊េរីនឹងគ្នានោះអំពីដងរបស់យើងបាទអំពីដងណាបាទខ្ញុំដាក់ថាតាមរូបមន្តបាទតាមរូបមន្តបាទ Z អំពីដងយើងតាំងវាដល់អក្សរ Z បាទស្មើជាមួយនឹងឬការ៉េនៃបាទឬការ៉េនៃបាទR ការ៉េបូកជាមួយនឹង ZL ការ៉េបាទសំណួរសួរថាតើយើងមានស្គាល់ ZL ទេបាទZL យើងអត់ស្គាល់ទេប៉ុន្តែលោកគ្រូបញ្ជាក់អូនណា ZL អំពីដងនៃ bobin វាស្មើជាមួយនឹង L គុណជាមួយនឹង omega រីឯ ZR បាទ ZR គឺស្មើ R តែម្ដងណាអូខេបាទអញ្ចឹងកន្លែងហ្នឹងអញ្ចឹងកន្លែងដែលមានZL ខ្ញុំដាក់ថាដោយសិនមកណាដោយ ZL របស់យើងវាស្មើនឹង L គុណជាមួយនឹង omega មិនអញ្ចឹងមែនទេបាទ L របស់យើងដូចជា 0.8 ណាហេតុអី
nè con mơ là nè mà bảo bây xôn trên bầy nè chẳng xôn trên bầy sẽ xôn trên bầy máu bà con chỉ mùi nâng omega chẳng mà rồi bà chẳng vì sao mà chỉ mùi nâng bạch sập bà còn con mất hình bạch sập ôm mà nè em bị đón khả năng biết bạch khả năng biết chỉ ôm đôi rê stong đây nè bây giờ đặt đằng thì cảnh là lịch phèn ngay giống áกูไปเจ็บไทยบ่ฉะนั้นคือ80โอห์มโอเคនឹង ZL អូខេស្គាល់ ZL ZL អូនស្គាល់ហើយ ZL ស្មើប៉ុន្មាន ZL អូនរកឃើញមិញហ៎នេះ60នេះឃើញទេអញ្ចឹងយើងបាននោះបាទនោះអីគេអំពីដងសរុបរបស់យើង Z ហ្នឹងវាស្មើជាមួយនឹងឫសនៃបាទ air វា60លើកជាការ៉េបូកជាមួយនឹង80លើកជាការ៉េទៀតបាទអញ្ចឹងពេលដែលយើងលើកវាជាការ៉េមកកន្លែងនេះវាទៅជាប្រមាណដែរពួកយើងបាទ60លើកជាការ៉េវាទៅជា6ការ៉េវា36ណោះអញ្ចឹងអានេះវា36 02ដើមបូកជាមួយនឹង8ការ៉េវា64 02ដើមដែរណាពួកយើងចេះគិតទេកន្លែងហ្នឹងបាទកន្លែងលេខហ្នឹងគឺស្រួលគិតមែនតើពេលដែលអូនបូកបញ្ចូលគ្នាមកវាទៅជាតម្លៃមួយដែលស្រួលគិតណាបាទដូចជា10សេគុណ4ណាបូកទៅឃើញ10សេគុណ4អញ្ចឹងអូនឃើញសេគុណវាគូអត់បើសេគុណគូយើងបញ្ចេញវាឬការ៉េបានហើយណាសេគុណគូយើងបញ្ចេញវាឬការ៉េឲ្យយកអាសេគុណហ្នឹងចែកនឹង2មកណាអញ្ចឹងវាបាន100បាទអញ្ចឹងយើងបាន100អញ្ចឹងមានន័យថាអំពីដងវានៅកន្លែងហ្នឹងគឺស្មើជាមួយនឹង100អូមបាទនេះសិតវាណាអំពីដងនេះស៊ីខ្វីរបស់យើងណាបាទអញ្ចឹងខ្ញុំដាក់ថាដូចនេះបាទដូចនេះសិតរបស់យើងគឺស្មើនឹង100អូមបាទអូខេបាទអញ្ចឹងប៉ុណ្ណឹងណាជាមួយនឹងដំណោះស្រាយនៃលំហាត់មួយហ្នឹងគឺលោកគ្រូបង្ហាញយើងប៉ុណ្ណឹងបាទចូលដល់សំណួរខឬតែស្រួលទៀតហើយគណនីអាំងតង់ស្ទេចរន្តប្រសិទ្ធបើសិនបើយើងដឹងតង់ចុងប្រសិទ្ធវានេះ120វ៉ុលហើយស្គាល់អាំពីដងគូរបស់ហ្នឹងអញ្ចឹងប្រើច្បាប់អូមមកបាទខ្ញុំដាក់ថាខណាខគណនីអាំងតង់ស៊ីតេចរន្តណាប្រសិទ្ធអញ្ចឹងមកអូខេបាទអញ្ចឹងខ្ញុំដាក់ថាតាមច្បាប់អូមក៏បានតាមរូបមន្តក៏បានដែរមិនជាបញ្ហាទេណាបាទតាមរូបមន្តប្រើរូបមន្តទៅដោយសារតែវាជាចំណងចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងអាយប្រសិទ្ធខ្ញុំតាំងអាយប្រសិទ្ធដល់អក្សរអាយធម្មតាបាទអាយធំបាទស្មើជាមួយនឹងតង់ចុងប្រសិទ្ធធៀបជាមួយនឹងអាំពីដងដែលយើងរកឃើញមិញហ៎បាទយើងដឹងហើយថាដោយអីដោយតាកតងជាមួយនឹងវេប្រសិទ្ធ120វ៉ុលបាទ120វ៉ុលតាកតងនឹងអាំពីដងអូនរកឃើញមិញ100បាទ100អូមអញ្ចឹងមកអញ្ចឹងយើងជំនួសចូលបាទនោះឬក៏យើងបានណាយើងប្រើយើងបានទៅវារៀងគួរសមជាងណាអញ្ចឹងស្មើនឹង120ចែកជាមួយនឹង100អូនទូទាត់លេខមកឃើញស្រួលគិតដែរវាចាបាន1.2 អំពែបាទអញ្ចឹងដូចនេះបាទដូចនេះអាយរបស់យើងស្មើជាមួយនឹង1.2 អំពែបាទឃើញស្រួលទេពួកយើងបាទអញ្ចឹងប៉ុណ្ណឹងណាជាមួយនឹងលំហាត់នៃស៊ីគ្វីចរន្តឆ្លាស់លោកគ្រូសូមបញ្ចប់ប៉ុណ្ណឹងទៅបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះវាជាប្រយោជន៍សម្រាប់បងប្អូនណាជួបគ្នាជាមួយលោកគ្រូវីដេអូក្រោយ